គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Christian Science Monitor បាទខ្ញុំខានឃើញសារព័ត៌មាននឹងយូរហើយទើបតែឃើញនៅថ្ងៃនេះហើយស្រាប់តែមានសេចក្តីរាយការណ៍យ៉ាងល្អមកអញ្ចឹងខ្ញុំសូមចែករំលែកឲ្យប្រិយមិត្តបានដឹងនឹងគឺថាជាច្រើនមកហើយនៅតាមរយៈសេចក្តីរាយការណ៍នេះក៏ប៉ុន្តែអ្វីដែលខ្ញុំយកមកឲ្យដឹងពេលនេះចង់ដឹងថាតើនៅសារព័ត៌មានអន្តរជាតិនេះសេចក្តីរាយការណ៍ហ្នឹងមានការប្រែប្រួលយ៉ាងណាបាទក្រោយពីប្រទេសថៃប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពឬក៏មិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនោះទេបាទជាពិសេសនៅថ្ងៃនេះមានសេចក្តីរាយការណ៍របស់សារព័ត៌មានច្រើនផ្លែកច្រើនដែលខ្ញុំមិនស្គាល់អស់ប៉ុន្តែឃើញតែChristian Science Monitor នេះមួយគាត់រាយការណ៍បានល្អរបស់គាត់យ៉ាងវែងហើយខ្ញុំចង់ឲ្យប្រិយមិត្តបានដឹងផងដែរថាតើនៅក្រៅប្រទេសគេរាយការណ៍យ៉ាងម៉េចអញ្ចឹងខ្ញុំសូមបកប្រែខ្លះក្រៅផ្លូវការជូនប្រិយមិត្តទាំងអស់គ្នាដើម្បីឲ្យបានជ្រាបអំពីបញ្ហានេះណាបាទបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានChristian Science Monitor ក៏បានដឹងថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រហែលជាទទួលបានផ្លែផ្កាច្រើនក្នុងការស្វែងរកតំណែងជាអ្នកបង្កើតសន្តិភាពសកលដោយអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រផែនការសន្តិភាពរបស់លោកនៅតំបន់ហ្គាហ្សាប៉ុន្តែសង្គ្រាមចំនួន7ផ្សេងទៀតដែលលោកនិយាយថាលោកបានដោះស្រាយរួចហើយឥឡូវនេះកំពុងប្រឈមមុខនឹងឧបសគ្គរួមទាំងនៅទីនេះតាមបណ្ដោយព្រំដែនកម្ពុជាថៃការចរចាសន្តិភាពបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីមានមួយគ្រាប់បានធ្វើឲ្យទាហានថៃ4នាក់រងរបួសនិងបង្កឲ្យមានរលកថ្មីនៃការប្រយុទ្ធគ្នានៅក្នុងតំបន់ជម្លោះព្រំដែនដែលកំពុងតែបន្តដែលកើតចេញពីជម្លោះទឹកដីដ៏យូរលង់រវាងព្រះរាជាណាចក្រជិតខាងទាំងពីរនេះប្រទេសថៃនិងកម្ពុជាបានចុះហត្ថលេខាលើបទចុះបាញ់ដ៏ទូលំទូលាយមួយកាលពីខែមុនក្នុងពិធីមួយដែលលោកត្រាំបានចូលរួមធ្វើជាសាក្សីការបែកបាក់នៃសន្តិភាពដ៏ផុយស្រួយនេះដែលរដ្ឋបាលលោកត្រាំបានជួយបង្កើតដែលបានភ្ជាប់ទៅផ្នែកទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនោះបានកើតឡើងនៅពេលដែលទីក្រុងបាងកកកំពុងតែងាកទៅរកប្រទេសចិនកាន់តែខ្លាំងដោយគម្រាមកំហែងដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់លោក Donald Greenleaf ទីប្រឹក្សាជាន់ខ្ពស់នៃ Asia Link នៅសាកលវិទ្យាល័យ Melbourne បាននិយាយថាទីក្រុងប៉េកាំងនិងទីក្រុង Washington ទាំងពីរនេះគឺមានតួនាទីសំខាន់ដែលត្រូវដើរតួក្នុងការធានាសន្តិភាពរវាងប្រទេសកម្ពុជានិងប្រទេសថៃលោកបានសរសេរថាប្រទេសចិនមិនចង់ឃើញតំបន់មេគង្គដែលគ្មានស្ថិរភាពនៅក្បែរមាត់ទ្វាររបស់ខ្លួនទេលោកនិយាយថាហើយលោកត្រាំក៏មិនចង់ខ្មាស់អៀនចំពោះគោលនយោបាយបរាជ័យក្នុងនាមជាប្រធានាធិបតីសន្តិភាពផងដែរបាទតើនៅតាមបណ្ដោយព្រំដែនវិញប្រជាពលរដ្ឋមានអារម្មណ៍យ៉ាងម៉េចនៅក្នុងខេត្តស៊ីសាកេប្រទេសថៃជាកន្លែងដែលមានបានផ្ទុះកាលពីសប្តាហ៍មុនមនុស្សជាច្រើនបង្ហាញពីមោទនភាពចំពោះយោធារបស់ប្រទេសប៉ុន្តែក៏ប្រាថ្នាចង់បានស្ថិរភាពឡើងវិញផងដែរដោយអ្នកស្រីនុកស៊ុលផាឡៃទីដែលជាអ្នកអាជីវករលក់កង្កែបនិងត្រីនៅក្នុងផ្សាររាត្រីក្រុងស៊ីសាកេតបាននិយាយថាខ្ញុំគ្រាន់តែចង់បានអាជីវកម្មបន្ថែមហើយឲ្យបើកព្រំដែនតែប៉ុណ្ណោះអ្នកស្រីបានចាក់ទឹកសាពីទៅយកទឹកលើធុងកង្កែបរបស់អ្នកស្រីខណៈដែលអ្នកស្រីរៀបចំប័ណ្ណហាងសម្រាប់ពេលល្ងាចប្រទេសកម្ពុជានិងប្រទេសថៃបានសម្រេចបានបទជុំបាញ់ដំបូងនៅរដូវក្តៅនេះបន្ទាប់ពីសហរដ្ឋអាមេរិកបានគម្រាមកំហែងបញ្ឈប់ការចរចាពន្ធគយរហូតតតែភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងនៅពេលដែលភាគីទាំងពីរបានធ្វើឲ្យមានបទជុំបាញ់ជាផ្លូវការនៅឯកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ានកាលពីខែមុនអ្នករិះគន់បានចោទសួរថាតើការបង្ខិតបង្ខំសេដ្ឋកិច្ចអាចនាំទៅឲ្យមានសន្តិភាពយូរអង្វែងដែរឬអត់បន្ទាប់មកស្រាប់តែមានការផ្ទុះមីនដូចនេះយោធាថៃបានចោទប្រកាន់កម្ពុជាពីបទដាក់គ្រាប់បែកថ្មីដាក់មីនថ្មីការចោទប្រកាន់នេះគឺត្រូវបានទីក្រុងភ្នំពេញបដិសេធហើយនាយករដ្ឋមន្ត្រីថៃលោកអនុធានឆាន់វីរៈគុលបានប្រកាសថាផែនការសន្តិភាពនេះទុកជាមុខៈលោកបានប្រើសម្លេងដ៏រឹងរូសនៅពេលសួរអំពីផលវិបាកដែលអាចកើតមានចំពោះពាណិជ្ជកម្មក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកថាចំពោះការចរចាពាណិជ្ជកម្មនិងពន្ធគយខ្ញុំលែងខ្វល់ទៀតហើយលោកនេះបើតាមសម្ដីរបស់លោកដែលបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី12ខែវិច្ឆិកាស្ថានភាពនៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងថៃគឺមិនច្បាស់លាស់ទេកាលពីចុងសប្តាហ៍មុន
លោកត្រាំបានប្រាប់អ្នកយកព័ត៌មានថាលោកបានទូរស័ព្ទទៅលោកអនុទាននិងសមាភិកីរបស់លោកនៅកម្ពុជាហើយលោកបានថាលោកបានជួយសង្គ្រោះបទជបាញ់ដោយប្រើការគម្រាមកំហែងពន្ធគយនាយករដ្ឋមន្ត្រីថៃបាននិយាយថាការចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនឹងបន្តដោយឡែកពីការចរចាសន្តិសុខហើយរក្សាជំហររឹងមាំចំពោះប្រទេសកម្ពុជាលោកស៊ូរីវងយុកសាំស៊ីតដែលគ្រប់គ្រងសន្តាគារមួយនៅខេត្តស៊ីសាកេតបាននិយាយថាខ្ញុំមិនព្រួយបារម្ភខ្លាំងពេកទេអំពីពន្ធគយរបស់លោកត្រាំពីព្រោះយើងមានទីផ្សារច្រើនដើម្បីលក់ទៅរដ្ឋាភិបាលរបស់យើងអាចរងចាំបានយើងអាចរងចាំបានដែរហើយក្នុងចំណោមទីផ្សារមួយដែលជាសក្តានុពលសម្រាប់ប្រទេសថៃនោះគឺទីផ្សារប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសថៃអស់រយៈពេលជាង1ទសវត្សរ៍មកហើយជាប្រភពទេសចរនិងសម្ភារៈយោធាដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់ទីក្រុងបាងកកកាលពីសប្តាហ៍មុននៅពេលដែលប្រទេសកម្ពុជានិងប្រទេសថៃបានបាញ់ប្រហារគ្នានោះព្រះមហាក្សត្រថៃមហាវិជ្ជរាលង្កនបានយាងធ្វើដំណើរជាប្រវត្តិសាស្ត្រទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបជាមួយមេដឹកនាំចិនលោកស៊ីជីនពីងនិងរំលឹកខួប50ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរព្រះអង្គគឺជាព្រះមហាក្សត្រដំបូងគេដែលបានយាងទៅប្រទេសចិនដែលបានបង្ហាញខ្លួនដែលចិនឥឡូវនេះកំពុងតែបង្ហាញខ្លួនថាជាដៃគូដែលអាចទុកចិត្តបានដោយសម្លឹងមើលការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងស្ថិរភាពក្នុងតំបន់ពលរដ្ឋថៃខ្លះបានបន្ថែមថាអាមេរិកនិងថៃគឺជាម្ចាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិកុម្មុយនីសនរណាម្នាក់គួរតែប្រាប់លោកត្រាំឲ្យបានដឹងអំពីរឿងនេះផងយើងមិនចង់បានរបបកុម្មុយនីសម្ដងទៀតនោះទេបាននិយាយបែបនេះដូចជាផ្ទះខាងមេដឹកនាំថៃមួយកំភ្លៀងណាពលរដ្ឋដែលនិយាយហ្នឹងទោះជាយ៉ាងណាក៏ដោយអ្នកជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជូឡាឡង់កនលោកធីធីណានពងសុតិរៈបាននិយាយថាប្រទេសថៃបានងាកទៅរកទីក្រុងប៉េកាំងក្នុងរយៈពេល2ទសវត្សរ៍កន្លងមកនេះខណៈដែលប្រទេសនេះងាកទៅរកនិន្នាការអភិរក្សនិយមកាន់តែច្រើនហើយអ៊ីស្រាអែលជនមើលឃើញឱកាសសេដ្ឋកិច្ចនៅក្នុងប្រទេសចិនភាពចលាចលនយោបាយថ្មីនេះនៅក្នុងទីក្រុងបាងកកក៏បានប្រគល់ឥទ្ធិពលកាន់តែច្រើនទៅឲ្យយោធាដ៏មានឥទ្ធិពលរួចទៅហើយនោះរបស់ប្រទេសនេះផងដែរងាកវិលត្រឡប់ទៅខេត្តតុលាវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគឺជាការចាំបាច់ដើម្បីឲ្យលោកត្រាំចូលរួមក្នុងកិច្ចប្រជុំកំពូលដែលតាក់ទងនឹងកិច្ចការរបស់អាស៊ាននិងដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងពន្ធគយលោកបណ្ឌិតពងសុធិរៈបានថ្លែងដូចនេះប៉ុន្តែការខកចិត្តចំពោះគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកការពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រទេសចិននិងការគោរពរបស់រដ្ឋាភិបាលថ្មីចំពោះយោធាទាំងអស់នេះធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះលោកបណ្ឌិតពងសុធិរៈនិយាយថាតលយៈភាពភូមិសាស្ត្រយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសថៃស្ថិតនៅក្នុងហានិភ័យក៏ដូចជាផែនការរបស់លោកត្រាំដើម្បីទទួលបានរង្វាន់ Nobel ផងដែរខណៈពេលដែលនយោបាយក្នុងស្រុករបស់ប្រទេសថៃពិតជាធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីក្នុងការនាំមកនូវសន្តិភាពដល់តំបន់នេះវាមិនមែនជាផែនការសន្តិភាពតែមួយគត់របស់សហរដ្ឋអាមេរិកដែលមិនទាន់បានសម្រេចនោះទេនៅក្នុងចំនួនទាំង8ដែលលោកត្រាំអះអាងថាបានដោះស្រាយរួចសន្តិភាពនៅតែមិនស្ថិតស្ថេរជាច្រើនខែបន្ទាប់ពីប្រទេសឥណ្ឌានិងប៉ាគីស្ថានបានយល់ព្រមលើបទជបាញ់ដែលរដ្ឋបាលត្រាំបានយកជាការបាននោះគឺការហើយនឹងការទម្លាក់គ្រាប់បែកនៅទីក្រុងដាលីនិងអ៊ីស្លាមាបាតបានធ្វើឲ្យគូប្រជែងទាំងពីរស្ថិតនៅក្នុងស្ថានភាពលំបាកនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោការប្រយុទ្ធគ្នារវាងក្រុមជីវពលមិនដែលឈប់ឡើយតំបន់ហ្គាហ្សាវិញបានបន្តឃើញការបង្ហូរឈាមហើយទោះបីជាអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រផែនការសន្តិភាពរបស់អាមេរិកក៏ដោយក្តីកង្វល់លើការអនុវត្តរបស់វានៅតែបន្តកើតមានបាទសូមអរគុណប្រិមិត្តនេះអត្ថបទនេះបើនិយាយអំពីគេថា style អ្នកសារព័ត៌មានណាបាទ journalism វិញគឺអ្នកសរសេរនឹងទឹកដៃល្អបាទទឹកដៃល្អគាត់ style គាត់សរសេរល្អនៅក្នុងការសរសេរអត្ថបទភាគច្រើន feature បែបហ្នឹងបើគេចាប់ផ្ដើមពីអ្វីមួយគេភាគច្រើនគេឲ្យបញ្ចប់ទៅហ្នឹងវិញដែរក្នុងការសរសេរ feature ឥឡូវគាត់ចាប់ផ្ដើមចេញពីចំនួននៅកាហ្សាដែលអង្គការសហប្រជាជាតិបានអនុម័តចឹងហើយក៏បញ្ចប់ទៅដល់កាហ្សាឬកាហ្សាមកវិញបាទការសរសេររបស់គាត់នេះទឹកដៃគាត់សរសេរបានល្អបាទខ្ញុំមើលទៅបាទនេះគឺជាសេចក្តីរាយការណ៍ខ្ញុំដកពីសារព័ត៌មាន The Guardian របស់អង់គ្លេសបើយោងតាមការផ្សាយរបស់ The Guardian បានឲ្យដឹងថា
មន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីរុស្ស៊ីបានរៀបចំផែនការថ្មីមួយទៀតដោយស្ងាត់ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលហើយនៅក្នុងផែនការនោះគឺនឹងតម្រូវឲ្យទីក្រុងគៀវប្រគល់ទឹកដីទៅរុស្ស៊ីហើយនឹងកំណត់ទំហំយោធារបស់អ៊ុយក្រែននឹងបាទយ៉ាងខ្លាំងតែម្ដងនេះបើយកតាមសេចក្តីរាយការណ៍នានាដែលចេញផ្សាយនៅថ្ងៃពុធនេះបាទហើយការបែកធ្លាយនៅផែនការនេះគឺស្របពេលដែលយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលរបស់រុស្ស៊ីសម្រុកវាយប្រហារទៅលើទីក្រុង Ternopil របស់ប្រទេសអ៊ុយក្រែនហើយបានសម្លាប់មនុស្សអស់ចំនួន25នាក់សេចក្តីព្រាងនៃផែនការនេះត្រូវបានគេរាយការណ៍ថាត្រូវបានបង្កើតឡើងដោយអ្នកតំណាងរបស់លោក Donald Trump គឺលោក Steve Witkoff និងទីប្រឹក្សាវិមានកម្លាំងលោក Kirill Dmitriev ដែលនឹងបង្ខំឲ្យមានវិធានការដ៏ធ្ងន់ធ្ងរទៅលើប្រទេសអ៊ុយក្រែនហើយនឹងផ្ដល់ឲ្យរុស្ស៊ីនៅការគ្រប់គ្រងដែលមិនធ្លាប់មានពីពេលមុនមកទៅលើអធិបតេយ្យភាពខាងផ្នែកយោធាហើយនិងនយោបាយរបស់អ៊ុយក្រែនទៀតផែនការនេះទំនងជាត្រូវបានចាត់ទុកថាជាការសុំចុះចាញ់របស់ទីក្រុងគៀវហើយអ្នកមន្ត្រីទាំងពីរដែលបានរៀបចំផែនការនេះគឺពួកគេបន្តជួបគ្នាគេហៅថាតាមច្រកខាងក្រោយជាយូរមកហើយប៉ុន្តែមិនជាផ្លូវការទេរវាងទីក្រុងមូស្គូនិងទីក្រុង Washington ហើយគេមិនទាន់ដឹងច្បាស់ទេថាតើរដ្ឋបាលលោក Trump បានគ្រប់គ្រងផែនការនេះជាផ្លូវការហើយឬនៅទេកាសែត Financial Times និងទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាសំណើនេះនឹងតម្រូវឲ្យអ៊ុយក្រែនប្រគល់ទឹកដីដែលខ្លួនគ្រប់គ្រងនៅភាគខាងកើតប្រទេសនិងកាត់បន្ថយទំហំយោធារបស់ខ្លួនពាក់កណ្ដាលដែលជាលក្ខខណ្ឌដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ធ្លាប់ហៅថាជាលក្ខខណ្ឌមិនអាចដំណើរការបាននោះទេលក្ខខណ្ឌផ្សេងទៀតរួមមានការកំណត់ជំនួយយោធារបស់សហរដ្ឋអាមេរិកនិងប្រភេទអាវុធដែលប្រើប្រាស់ដោយយោធារបស់អ៊ុយក្រែនបាទសេចក្តីព្រៀងផែនការសន្តិភាពនេះគឺមាន28ចំណុចដែលហាក់ដូចជាត្រូវបានបំផុសគំនិតឡើងស្រដៀងគ្នានឹងផែនការដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានបង្កើតឡើងដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ Gaza ហើយសារព័ត៌មាន Axios បានរាយការណ៍ដំបូងអំពីផែនការនេះដោយឡែកនៅពេលដែល The Guardian តាក់ទងទៅសេតាវិមានដើម្បីសុំអត្ថាធិប្បាយបំភ្លឺបន្ថែមអំពីផែនការនេះគឺសេតាវិមាននៅមិនទាន់មានការឆ្លើយតបយ៉ាងណានោះឡើយទេបាទប្រិមត្តបានដឹងហើយគឺទីក្រុង Washington បានលើកឡើងម្ដងហើយម្ដងទៀតថាខ្លួនចិត្តសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនប៉ុន្តែសំណើទាំងនោះបានបរាជ័យពីព្រោះពួកគេនឹងផ្ដល់ឲ្យបាទផែនការទាំងអស់នោះនឹងផ្ដល់ឲ្យរុស្ស៊ីតាមការទាមទារភាគច្រើនរបស់រុស្ស៊ីតែម្ដងបាទខណៈពេលដែលគឺបង្ខំឲ្យទីក្រុងគៀវធ្វើសម្បទានយ៉ាងឈឺចាប់បាទដូច្នេះហើយបានជាមិនអាចជោគជ័យបាននេះគឺជាការវិវត្តទី1ណាបាទរីឯព័ត៌មានទី2គឺប៉ូលីសអន្តោប្រវេសន៍ ICE បានចាប់ជនអន្តោប្រវេសន៍រហូតដល់250នាក់ហើយនៅក្នុងការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងរដ្ឋ North Carolina របស់សហរដ្ឋអាមេរិកបាទនេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ណាបាទរាយការណ៍ដឹងថាខាងបង្ក្រាបនេះគឺកាត់ឡើងយ៉ាងខ្លាំងហើយ AP បានដកស្រង់តួលេខនេះពីក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកដែលបានផ្សាយឲ្យដឹងនៅថ្ងៃពុធនេះប្រតិបត្តិការនៅទីនោះគឺបានចាប់ផ្ដើមកាលពីចុងសប្តាហ៍កន្លងទៅនេះហើយវាជាដំណាក់កាលថ្មីមួយទៀតរបស់លោកប្រធានាធិបតី Donald Trump ក្នុងការខិតខំធ្វើយ៉ាងណាដើម្បីបញ្ជូនចេញជនអន្តោប្រវេសន៍ចេញពីសហរដ្ឋអាមេរិកបាទហើយដើម្បីសម្រេចកិច្ចការនេះលោកប្រធានាធិបតីលោកបានបញ្ជូនយោធាហើយនិងភ្នាក់ងារគយបាទទៅទីក្រុងនានាដែលគ្រប់គ្រងដោយគណៈបកប្រជាធិបតេយ្យតាំងពីទីក្រុង Chicago រហូតដល់ទីក្រុង Los Angeles នៅរដ្ឋ California ដែលគ្រប់គ្រងដោយគណៈបកប្រជាធិបតេយ្យហ្នឹងគឺគាត់បានបញ្ជូនមន្ត្រីអន្តោប្រវេសន៍ ICE ហើយនឹងខាងឆ្មាំជាតិនោះទៅផងដែរប្រតិបត្តិការនេះគឺបើតាមមន្ត្រីអន្តោប្រវេសន៍បានឲ្យដឹងថាការអនុវត្តនេះចាប់ផ្ដើមដោយទូទៅចាប់តាំងពីខែមករាមកហ្នឹងគឺបានបង្ខំឲ្យកន្លែងឃុំឃាំងហ្នឹងបានដាក់មនុស្សហ្នឹងវាលើសពីសមត្ថភាពរហូតដល់ 60000 នាក់ទៅហើយទីក្រុងធំទីក្រុងតូចនានានៅទូទាំងសហរដ្ឋអាមេរិកនេះគឺត្រូវបានមានការជំរុញតាមចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹងជាប្រចាំថ្ងៃតែម្ដង
សូម្បីតែនៅខាងទីក្រុង Portland រដ្ឋ Oregon ក៏មានចឹងដែរគឺនៅទីនោះមានជនអន្តោប្រវេសន៍ចំនួន560នាក់ត្រូវបានចាប់ខ្លួនកាលពីខែតុលាកន្លងទៅនេះបាទដូច្នេះប្រតិបត្តិការនេះគឺមិនត្រឹមតែមាននៅទីក្រុងធំៗទេទីក្រុងតូចៗមួយចំនួនក៏មានប្រតិបត្តិការរបស់ប៉ូលីសអន្តោប្រវេសន៍ ICE នៅផងដែរព័ត៌មានទី3នេះគឺតាក់ទងជាមួយនឹងឯកសារតាក់ទងនឹងលោក Epstein ណាដែលជាអ្នកជួញដូរផ្លូវភេទអញ្ចឹងបើតាមការឲ្យដឹងគឺលោកប្រធានាធិបតី Donald Trump អាចនឹងចុះហត្ថលេខាទៅលើច្បាប់នេះនៅថ្ងៃនេះបាទនៅថ្ងៃនេះក៏ប៉ុន្តែគេមិនទាន់កំណត់ម៉ោងនៅឡើយទេមកដល់ពេលដែលសេចក្តីរាយការណ៍នេះបានឲ្យដឹងនោះបាទគឺនេះជាការផ្លាស់ប្ដូរជំហរមួយរបស់លោកប្រធានាធិបតី Donald Trump ដែលលោកបានជំទាស់មិនឲ្យចេញឯកសារនេះជាយូរមកហើយបើសិនជាឯកសារនេះចេញទៅគឺនឹងតម្រូវឲ្យក្រសួងយុទ្ធភ័ពបញ្ចេញឯកសារក៏ប៉ុន្តែក៏មិនមែនបញ្ចេញអស់ដែរអ្នកដែលចង់ដឹងណាមិនអស់ទេគឺក៏មានចំណុចមួយចំនួនដែលអាចនឹងទុកផងដែរតាមការសម្រេចរបស់ក្រសួងយុទ្ធភ័ពរបស់សហរដ្ឋអាមេរិកបាទនេះគឺជាព័ត៌មានទី3អញ្ចឹងចូលដល់ព័ត៌មានទី4អញ្ចឹងសូមអរគុណណាអរគុណប្រិយមិត្តដែលចូលមកស្ដាប់ព័ត៌មានទទួលការចែករំលែកព័ត៌មានពីខ្ញុំនេះបាទសូមអរគុណសូមជម្រាបលា